ជំនាញខ្លះមួយចំនួនដែលមានប្រាក់ខែខ្ពស់នៅក្នុងប្រទេសកម្ពុជាជាងពេលបច្ចុប្បន្នតើជំនាញទាំងអស់ហ្នឹងយើងរៀននៅឯណាហើយទាមទារបទពិសោធន៍ឯខ្លះដើម្បីទទួលបានជំនាញទាំង6ហ្នឹងដែលមានប្រាក់ខែខ្ពស់នៅក្នុងប្រទេសកម្ពុជាជំរាបសួរខ្ញុំបាទឈ្មោះលីហើយថ្ងៃនេះខ្ញុំចង់ចែករំលែកទៅលើការងារខ្លះមួយចំនួនឬក៏ជំនាញខ្លះមួយចំនួនដែលមានប្រាក់ខែខ្ពស់នៅក្នុងប្រទេសកម្ពុជាជាងពេលបច្ចុប្បន្នតើជំនាញទាំងអស់ហ្នឹងយើងរៀននៅឯណាហើយទាមទារបទពិសោធន៍ឯខ្លះដើម្បីទទួលបានជំនាញទាំង6ហ្នឹងដែលមានប្រាក់ខែខ្ពស់នៅក្នុងប្រទេសកម្ពុជាអញ្ចឹងជំនាញទាំង6នៅក្នុងខ្មែរពេលបច្ចុប្បន្នដែលមានប្រាក់ខែខ្ពស់ហើយទាមទារជំនាញច្បាស់លាស់នៅក្នុងប្រទេសកម្ពុជាទី1វិស័យបច្ចេកវិទ្យាឬក៏ព័ត៌មានវិទ្យាគេហៅ IT ឬក៏ technology អញ្ចឹងប្រភេទនេះគឺគេហៅប្រភេទការងារបែប software developer ឬក៏ data analyst ហើយនឹងគេហៅថា cyber security specialist ឬក៏ IT manager តែវាមានប្រាក់ខែចន្លោះពី800ទៅ1500ឬក៏2000ឬក៏រហូតដល់$3000នៅក្នុងប្រទេសកម្ពុជាពេលបច្ចុប្បន្ននេះផ្អែកទៅលើកត្តាបទពិសោធន៍ជំនាញដែលគាត់រៀននៅសាលាឬក៏វិទ្យាស្ថានវាទាមទារឲ្យ programming data analysis cyber security cloud computing AI and so on វាជាដើមអញ្ចឹងណានៅក្នុងស្រុកខ្មែរយើងមានដូចជាសាកលវិទ្យាល័យ Norton Royal University of Phnom Penh Western University Asia Europe University ឬក៏ផ្នែក IT ជំនាញនៅវិទ្យាស្ថានផ្សេងៗជំនាញទី2គេហៅជំនាញវិស័យហិរញ្ញវត្ថុនិងគណនេយ្យឬក៏គេហៅ Finance and Accounting ជាប្រភេទការងារដែលគេហៅថា Financial Analysis Accounting Auditor គេហៅ Audit នេះគេហៅសវនករឬក៏ CFO ជាទូទៅប្រភេទការងារនេះប្រាក់ខែចន្លោះពី500ទៅ2500ឬក៏លើសពីនឹងឯទៅលើបទពិសោធន៍ឯទៅលើស្ថាប័នដែរហើយជំនាញដែលទាមទារទៅលើនេះគឺដូចជា Accounting Financial Management ហៅ Taxation ជាច្រើនជំនាញរឿងវិស័យហិរញ្ញវត្ថុនិងគណនេយ្យករគឺរៀននៅសាកលវិទ្យាល័យដូចជា Royal University of Law and Economics ហើយមួយទៀតដូចជានៅសាកលវិទ្យាល័យបញ្ញសា University in Cambodia UC ហើយនិង Norton University អាចមានសាកលវិទ្យាល័យនោះទៀតដូចជា Wanda ជាដើមហើយជំនាញទី3ដែលមានប្រាក់ខែខ្ពស់គឺវិស័យគ្រប់គ្រងនិងគ្រប់គ្រងគម្រោង Operational Manager ឬក៏ HR Manager វាអាចចន្លោះពីប្រាក់ខែពី$700ទៅ$3000ឬក៏អាចលើសនឹងដូចខ្ញុំថាអាចទៅលើស្ថាប័នទៀតស្ថាប័នខ្លះស្ថាប័នខ្លះទូចក៏ការឲ្យផ្ដល់ប្រាក់ខែក៏ទៅតាមនឹងដែរហើយវាទាមទារជំនាញទៅលើវិស័យគ្រប់គ្រងនិងការគ្រប់គ្រងគម្រោងទី1គឺគេហៅ Engineering ដឹកនាំ Project Management ការគ្រប់គ្រងគម្រោងឬក៏មួយទៀតគេហៅថា Communication Strategic Planning clearly អញ្ចឹងកាលណាទាំងអស់នោះវាមាន leadership ហើយវា include ដែរហើយភាគច្រើនជំនាញនេះគឺរៀននៅសាកលវិទ្យាល័យដូចជា UC បញ្ញាសា Royal University of Phnom Penh សាកលវិទ្យាល័យ Bill Bryant University Cambodian Mekong University មានសាកលវិទ្យាល័យនៅនឹងទៀតវិស័យទី4គឺវិស័យវិទ្យាសាស្ត្រនិងសុខាភិបាលគេហៅ Medical Healthcare ប្រភេទការងារនេះគឺវាដូចជា Doctor Pharmacist Nurse Medical Lab Technician យើងនិយាយពីប្រភេទប្រាក់ខែគួរសមណាស់មិនខុសពីជំនាញដែលខ្ញុំរាប់លេខ1លេខ2លេខ3ទេអញ្ចឹងប្រាក់ខែពី500ទៅ2500ឬក៏លើសនឹងទៀតហើយវាទាមទារជំនាញដូចជា Clinical Skill Medical Knowledge វាមាន Patient Care វាមាន Lab Technique អញ្ចឹងនេះជាជំនាញដែលគាត់ទៅរៀននៅសាកលវិទ្យាល័យណាខ្លះនៅសម្រាប់លើវិស័យពេទ្យមានដូចជា University of Health Science National Institute of Public Health មានសាកលវិទ្យាល័យផ្សេងទៀតហើយវិស័យទី5វិស័យដែលកំពុងរីកលូតលាស់នៅក្នុងប្រទេសកម្ពុជាពេលបច្ចុប្បន្នគឺវិស័យសំណង់និងវិស្វកម្ម Engineering Construction អញ្ចឹងប្រភេទការងារនេះគេហៅ Civil Engineer Mechanical Engineer Project Engineer Site Manager ហើយប្រភេទប្រាក់ខែចន្លោះពី600ទៅ2500ច្រើនជាងហ្នឹងគេហៅមេជាងបាទឬក៏ហៅថាវិស្វកម្មវិស្វករអញ្ចឹងភាគច្រើនវាទាមទារឲ្យមេជាងទាំងអស់ហ្នឹងឬគេហៅថា Engineering Design ពី AutoCAD អង្គូប្លង់ Project Management ពី Regulation បាទហើយភាគច្រើនជំនាញទាំងអស់នេះរៀន
រៀននៅសាកលវិទ្យាល័យឬក៏វិទ្យាស្ថានដូចជា Institute Technology of Cambodia មានវិទ្យាស្ថានបរិវត្តទៀតជាច្រើនមានសាកលវិទ្យាល័យខ្លះមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជារៀនជំនាញវិស័យចុងក្រោយទី6គឺគេហៅវិស័យច្បាប់និងក្រមសីលធម៌អញ្ចឹងអង់គ្លេសគេហៅ Law and Legal Affairs អញ្ចឹងប្រភេទការងារនេះគេហៅយើងដឹងហើយដូចជាមេធាវី lawyer មេធាវីអ្នកប្រឹក្សារឿងច្បាប់ហៅ legal advisor compliance officer ជាច្រើនធ្វើនៅស្ថាប័នមិនថាអង្គការមិនថាក្រុមហ៊ុនមិនថាឯប្រទេសហើយចន្លោះពីនិយាយពីរឿងប្រាក់ខែវិញចន្លោះពី500ទៅ2000ច្រើនជាងនឹងទៀតផ្អែកទៅលើបទពិសោធន៍ផ្អែកទៅលើជំនាញមកគាត់រៀនបានជ្រេះឬក៏មានគេស្គាល់ជំនាញខាងវិស័យច្បាប់និងក្រមសីលធម៌នេះណាទីមទីឲ្យគាត់ត្រូវយល់ពីច្បាប់គេហៅថាការសិក្សាស្រាវជ្រាវពីផ្នែកច្បាប់ច្រើនជាវិស័យច្បាប់នៅក្នុងប្រទេសកម្ពុជាឬក៏អន្តរជាតិទី2គេហៅយើងត្រូវមានការត្រាប់ផ្សេងៗដែលទៅលើមុខជំនាញមកគាត់លើមេធាវីឬក៏ legal advisor ជាដើមទីមួយទៀតគេហៅលក្ខណៈ negotiation ការចរចាជំនាញទីទីជំនាញនឹងការយោបល់មួយទៀតគេហៅរបៀបនៃការធ្វើកុងត្រាណា track law មាននឹងធ្វើជាមួយភាគីនេះឧទាហរណ៍ភាគីមួយទៅភាគីមួយអញ្ចឹងវាមានកិច្ចព្រមព្រៀងអញ្ចឹងអានឹងត្រូវការទីមេធាវីច្រើនការរៀនលើវិស័យផ្នែកច្បាប់នេះគឺរៀននៅសាកលវិទ្យាល័យដូចជា Royal University of Law and Economics ទីបញ្ញសាមាន Bill Price មាន Norton មានវិស័យរដ្ឋទៀតសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសកម្ពុជាដែលមានជំនាញនេះវិស័យទាំងអស់ដែលខ្ញុំបានរៀបរាប់ដូចជាវិស័យ Finance Engineering វាត្រូវការច្រើនហើយវាទាមទារជំនាញច្រើនខែគូវាទាមទារបទពិសោធន៍ទាមទារជំនាញដែលច្បាស់លាស់នេះគឺជាសារមួយសម្រាប់ប្រកាន់យុវជនដែលមិនទាន់មានក្តីសម័យជួនកាលយើងមានក្តីសម័យតែយើងមិនដឹងថារៀនជំនាញអីមានប៉ុណ្ណឹងហើយបើមានមតិយោបល់អាចដល់ពល